ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងនាងខ្ញុំទៀតហើយបងប្អូនហើយថ្ងៃនេះផងដែរបងប្អូនគឺខ្ញុំថ្ងៃហើយហាត់ដឹងធ្វើអីហើយយើងនៅមានបែកកបងប្អូនអញ្ចឹងបងប្អូនប្រកាសជាដឹងហើយតើតែឃើញបន្លែឃើញបាយកងពងទានេះគឺដឹងថាខ្ញុំនឹងឆាបាយចាដោយសារកូនខ្ញុំគឺគាត់ចូលចិត្តមែនតើហើយខ្ញុំឆាបាយនេះទៅគឺយើងមានពងទាប្រូតេអ៊ីនជាមួយនឹងបន្លែបងប្អូនអញ្ចឹងគាត់ញ៉ាំទៅក៏មានប្រយោជន៍សម្រាប់គាត់ដែរហើយថ្ងៃហើយខ្ញុំមិនដឹងធ្វើអីដែរអញ្ចឹងក៏ឆ្នៃទៅដោយសារថានៅមានពងទានៅបាយអីចឹងបងប្អូនចាអញ្ចឹងសម្រាប់ឆាបាយរបស់យើងគឺងាយហើយបងប្អូនជាស្ត្រីមេផ្ទះឬក៏ជាអ្នកម្ដាយអត់ដឹងធ្វើម្ហូបអីអាចធ្វើការចាឆាបាយមួយមុខនេះបានណាបងប្អូនងាយស្រួលហើយកូនយើងគឺចូលចិត្តមែនតើដោយបន្លែដែលខ្ញុំបានឃើញអញ្ចឹងបងប្អូនអាចដាក់តាមចំណូលចិត្តកូនយើងដូចជាខាត់ណាអីជាដើមបើសិនជាមានបងប្អូនអាចដាក់ក៏បានដែរកូនខ្ញុំក៏ចូលចិត្តដែរប៉ុន្តែនៅក្នុងទូទឹកកកខ្ញុំគឺអត់មានទេចាគឺមានតែការ៉ុតជាមួយនឹងស្ពៃជើងទីបងប្អូនអញ្ចឹងឆាបាយខ្ញុំហ្នឹងគឺមានបាយឆាជាមួយនឹងចាខ្ទឹមសចិញ្ច្រាំបងប្អូនហើយនោះជាស្លឹកខ្ទឹមចារោយពេលឆ្អិនហើយនឹងមានការ៉ុតយើងចិញ្ច្រាំឲ្យល្អិតអញ្ចឹងហើយនឹងស្ពៃជើងទាហាន់ឲ្យល្អិតដល់គ្នាហើយជាមួយនឹងពងទា2គ្រាប់បងប្អូនអញ្ចឹងឆាបាយនេះគឺរសជាតិឆ្ងាញ់ហើយកូនយើងចូលចិត្តញ៉ាំបានច្រើនមែនតើអញ្ចឹងសម្រាប់កូនណាដែលរិះចំណីអាហារអញ្ចឹងអាចសាក់លបងឆាបាយមួយមុខនេះបានដូចកូនខ្ញុំគឺគាត់រិះមែនតើគឺគាត់អត់ងាយញ៉ាំទេបងប្អូនចាអញ្ចឹងចង់ដឹងថាឆាបាយរបស់ខ្ញុំនេះចាគឺយើងឆាយ៉ាងម៉េចខ្លះតោះបងប្អូនចាទៅទស្សនាវីដេអូនេះទាំងអស់គ្នាចាបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមបើកខ្ទះក្តៅសិនណាបងប្អូនចាអញ្ចឹងយើងទុកឲ្យខ្ទះក្តៅសិនចាំដាក់ប្រេងឆាអញ្ចឹងងាយមែនតើឆាហើយជា10នាទីអីគឺឆ្អិនទេបងប្អូនឥឡូវយើងទុកឲ្យក្តៅសិនណាចាបន្ទាប់ពីក្តៅហើយយើងដាក់ប្រេងឆាចំនួនតិចតួចណាបងប្អូនចាឥឡូវគឺផ្ទះយើងក្តៅខ្លាញ់យើងក្តៅបងប្អូនខ្ញុំដាក់ចាខ្ទឹមសបំពងយើងចូលសិនឲ្យឈ្ងុយល្អចាចាងាយមែនតើបងប្អូនយើងឆាវាឲ្យឈ្ងុយមកល្មមទៅចាចាំយើងគោះបង្គាក្លុកចូលបងប្អូនវាយបង្គាឲ្យក៏បានដែរតែដោយសារខ្ញុំរៀងបញ្ញាប់បងប្អូនកូនខ្ញុំចេញក៏10ម៉ោងចេញពីសាលាអញ្ចឹងណាអញ្ចឹងខ្ញុំអត់បានវាយទុកទេចាឥឡូវយើងគោះបង្គាដាក់ចូលតែម្ដងបងប្អូនមានទឹកក្រកដាក់ទៅកាន់តែឆ្ងាញ់កូនកាន់តែចូលចិត្តបងប្អូនឥឡូវយើងឆាពងទាឲ្យឆ្អិនសិនចាបងប្អូនឥឡូវយើងឆាពងទាយើងឲ្យក្រៀមបែបហ្នឹងហើយចាដាក់បាយចូលតែម្ដងណាបងប្អូនចាយើងកូរវាម៉មៗណាបងប្អូនចាយើងឆាបាយដាក់ភ្លើងតិចបានហើយបងប្អូនហើយបើមានសាច់ក្រកទេគឺកាន់តែឆ្ងាញ់តែម្ដងចាបងប្អូនឥឡូវខ្ញុំរោយម្សៅស៊ុបបន្តិចបងប្អូនខ្ញុំអត់ទៅដាក់គ្រឿងដិតទេដោយសារកូនយើងនៅតូចអញ្ចឹងណាចាខ្ញុំធ្វើបាយនៅដោយសារកូនខ្ញុំគាត់ចូលចិត្តហើយបងប្អូនសាកល្បងបានណាចាខ្ញុំដាក់ទឹកស៊ីអ៊ីវបន្តិចចាទឹកត្រីបន្តិចទេបងប្អូន
តោះមកគឺម្រេចបងប្អូនម្រេចដាក់ឲ្យច្រើនតិចទៅព្រោះកូនខ្ញុំចេះញ៉ាំហឹរដែរចាអានេះគឺប៊ីចេងស្ករសចាឥឡូវយើងដាក់ការ៉ុតទៅបងប្អូនអូខ្ញុំនិយាយដូចអត់ស្គាល់អីវ៉ាន់មិនហ្នឹងថ្ងៃនេះចាឥឡូវយើងកូរវាតិចតិចសិនណាបងប្អូនចាឥឡូវខ្ញុំបិទបាយបន្តិចឲ្យវាគ្រាប់បាយឲ្យលាយល្អឥឡូវខ្ញុំដាក់សិនកូរវាឲ្យច្រើនយូរតិចបងប្អូនកុំឲ្យខ្លាច់បាតហើយនឹងកុំឲ្យវាបាយដុំណាចាយើងកូរវិញហ្នឹងមកវាអត់សូវបែកបាយបងប្អូនខ្ញុំកូររៀងយូរដែរដើម្បីឲ្យចូលជាតិល្អមួយទឹកត្រីស្ករប៊ីចេងយើងហ្នឹងណាចាលើបាយយើងរៀងឆ្អិនហ្មងខ្ញុំតាក់បន្លែរបស់យើងចូលចាបងប្អូនឥឡូវហ្នឹងបាយឆាយើងគឺចាស្រស់ល្អហើយឆ្អិនល្អទៅស្រស់ល្អហើយឥឡូវយើងរោយទឹកខ្ទឹមណាបងប្អូនចារោយទឹកខ្ទឹមឲ្យកាន់តែឈ្ងុយហើយយើងចាបិទវាយើងឆាវាមកត្រឡប់ទៅអូយកុំឲ្យវាខ្ពុលទឹកខ្ទឹមអញ្ចឹងណាបងប្អូនវាឈ្ងុយហើយឲ្យវានេះព្រោះតាក្មេងៗគាត់អត់ទៅញ៉ាំស្រស់ទេអញ្ចឹងយើងឆាមកត្រឡប់ទៅចាអូគឺតំណងខ្លាំងមែនតើបងប្អូនចាអញ្ចឹងឆ្អិនរួចរាល់យើងអាចបិទភ្លើងបានទេបងប្អូនចាឈ្ងុយមែនតើបងប្អូនហើយរសជាតិគឺអត់ដិតខ្លាំងទេឥឡូវយើងអាចដួសឲ្យកូនយើងញ៉ាំបានហើយបងប្អូនគឺឈ្ងុយខ្លាំងមែនតើហើយមើលពណ៌គឺស្អាតយើងមានចម្រុះពណ៌អញ្ចឹងណាបងប្អូនចាអញ្ចឹងគឺតំណងខ្លាំងមែនតើបងប្អូនហើយរសជាតិគឺឆ្ងាញ់និយាយទៅយើងអត់ដាក់រសជាតិដិតទេយើងដាក់អត់ដាក់អំបិលដាក់អីទេគឺដាក់តែរ៉ូឌីហើយនឹងម្សៅស៊ុបហ្នឹងហើយជាមួយនឹងទឹកស៊ីអ៊ីវទឹកត្រីតិចតិចបងប្អូនចាអញ្ចឹងប៉ុណ្ណឹងគឺកូនយើងអាចញ៉ាំបានហើយគឺឆ្ងាញ់មែនទែនចាអញ្ចឹងសម្រាប់ឆាបាយសម្រាប់កូនរបស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនមែនទែនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំកន្លងមកអញ្ចឹងបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like និង share ជាមួយនឹងវីដេអូនេះខ្ញុំនឹងធ្វើវីដេអូចែករំលែកចាផ្សេងបន្តទៀតអរគុណច្រើនបងប្អូនចាំជួបគ្នាជាមួយនឹងคลิปវីដេអូក្រោយៗរបស់នាងខ្ញុំទៀតណាអរគុណជម្រាបលា